ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីការចុះឈ្មោះរបស់ខ្ញុំចូលរួមវគ្គវិបស្សនានៅខេត្តបាត់ដំបងយើងចូលទៅក្នុង website ខាងមណ្ឌលធម្មលទ្ធិកាខ្ញុំបានធ្លាប់ចូលរួមហើយអញ្ចឹងវាបានសេវស្រាប់នៅទីនេះគឺ thame.org ចា៎ចឹងត្រង់ចំណុចនេះអ្នកទាំងអស់គ្នាអាចជ្រើសរើសភាសាបានណាចាអញ្ចឹងខ្ញុំជ្រើសរើសជាភាសាខ្មែរដើម្បីបង្ហាញអ្នកទាំងអស់គ្នានៅត្រង់ទំព័រដំបូងគេតែម្ដងហ្នឹងគឺមានព័ត៌មានអំពីមណ្ឌលទីតាំងបញ្ជាក់ពីទីតាំងពីផែនទីយើងអាចស្វែងរកព័ត៌មាននឹងបានការវិភាគវគ្គខុសៗគ្នាដែលយើងអាចជ្រើសរើសបានឧទាហរណ៍ថាខ្ញុំជ្រើសរើសយកនៅក្នុងខែសីហាចាគេមានបើកវគ្គខែសីហាថ្ងៃទី4រហូតដល់ថ្ងៃទី15ដើម្បីចុះឈ្មោះយើងចុចនៅត្រង់ចំណុចស្នើសុំយើងបំពេញព័ត៌មានទៅតាមរៀងខ្លួនចុះដូចហើយយើងទៅបន្ទាប់ដើម្បីបំពេញព័ត៌មានបន្ថែមទៀតនេះគឺបង្ហាញអំពីជំហាន3ក្នុងការណែនាំដើម្បីយើងអាចចុះឈ្មោះបន្តទៀតទី1សូមអានទំព័រនេះដោយយកចិត្តទុកដាក់វាមានសេចក្តីណែនាំអំពីបច្ចេកទេសនិងច្បាប់វិន័យដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាមក្នុងកំឡុងពេលនៃវគ្គសិក្សារបស់អ្នកតើតើនឹងសេចក្តីណែនាំអំពីបច្ចេកទេសសូមអានដោយយកចិត្តទុកដាក់ក្នុងនោះក៏មានបានលម្អិតនៅខាងក្រោមអំពីការវិភាគវគ្គសិក្សាអញ្ចឹងជាក់ស្ដែងគឺយើងមានការវិភាគលម្អិតទាំងអស់គិតចាប់ពីម៉ោង4ព្រឹករហូតដល់ម៉ោង9យប់ចា9កន្លះយប់សូមឲ្យប្រកាសថាអ្នកបានអាននៅសេចក្តីណែនាំនិងព័ត៌មានលម្អិតមុនពេលអ្នកធ្វើការបោះជំហានទៅទំព័របន្ទាប់ទៀតត្រង់ព័ត៌មានបន្តខ្លួនសូមអ្នកទាំងអស់គ្នាបំពេញដោយខ្លួនឯងតែនៅពេលដែលអ្នកទាំងអស់គ្នាបានបញ្ជូនពាក្យនៅក្នុងប្រព័ន្ធរួចរាល់មណ្ឌលនឹងធ្វើការបញ្ជាក់ព័ត៌មានតាមរយៈអ៊ីមែលមកកាន់អ្នកទាំងអស់គ្នាវិញដូចនៅក្នុងអ៊ីមែលនេះខ្ញុំបង្ហាញនៅអ៊ីមែលឆ្លើយតបពីខាងមណ្ឌលបញ្ជាក់ថាគាត់បានទទួលពាក្យស្នើសុំរបស់យើងដើម្បីចូលទៅក្នុងវគ្គវិបស្សនាតែនេះមិនមែនមានន័យថាយើងបានចុះឈ្មោះជោគជ័យនៅឡើយទេលុះត្រាមានអ៊ីមែលមួយទៀតដូចខ្ញុំបង្ហាញនេះបញ្ជាក់អំពីការយល់ព្រមទទួលចុះឈ្មោះហើយក្នុងអ៊ីមែលនេះទៀតសោះគឺមានលម្អិតជាមួយនឹងព័ត៌មានបន្ថែមសម្រាប់ឲ្យយើងដឹងជាមុននិងត្រៀមរៀបចំសម្រាប់ការទៅចូលរួមការបញ្ជាក់ពីមណ្ឌលនេះមិនទាន់គ្រប់គ្រាន់ទេមណ្ឌលនៅតែត្រូវការឲ្យយើងបញ្ជាក់ទៅកាន់មណ្ឌលវិញដោយឲ្យយើងប្រកាសច្បាស់ថាយើងពិតជាចូលរួមពិតប្រាកដមែនតាមរយៈដំណដែលគេបានចែករំលែកនៅក្នុងអ៊ីមែលនិងពេលវេលាដែលគេផ្ដល់ជូនយើងអាចផ្ដល់ព័ត៌មានមុនការកំណត់ហើយក៏មិនអាចផ្ដល់ព័ត៌មានក្រោយការកំណត់ដែរអញ្ចឹងនៅពេលដែលយើងឆ្លើយតបបញ្ជាក់ពីការចូលរួមរបស់ខ្លួនអ្នកផ្ទាល់ទៅក្នុងដំណរបស់មណ្ឌលហើយនៅក្នុងរយៈពេលដែលបានផ្ដល់ជូននោះខាងមណ្ឌលនឹងផ្ញើអ៊ីមែលreconfirm បញ្ជាក់មកកាន់អ្នកវិញហើយប្រសិនបើអ្នកទាំងអស់គ្នាមានការប្រែប្រួលការវិភាគមិនអាចចូលរួមបានអ្នកទាំងអស់គ្នាអាចរំសាយការចូលរួមនោះតាមរយៈដំណដែលគេផ្ដល់ជូននេះដូចគ្នាដែរការភ្ជាប់ទំនាក់ទំនងធ្វើបច្ចុប្បន្នភាពរបស់អ្នកទៅកាន់មណ្ឌលវាពិតជាសំខាន់ពីព្រោះមានសមាជិកជាច្រើនផ្សេងទៀតដែលគាត់នៅរងចាំតែមិនទាន់អាចទទួលឈ្មោះបានខ្ញុំទុកលេខទូរស័ព្ទពីខ្សែខាងលើនេះជាលេខរបស់មណ្ឌលដូចនេះអ្នកទាំងអស់គ្នាអាចសាកសួរព័ត៌មានបន្ថែមទៅកាន់មណ្ឌលផ្ទាល់បាន